ព្រោះអីយើងជារដ្ឋាភិបាលយើងតំណាងឲ្យប្រជាប្រដ្ឋ17លាននាក់គឺយើងត្រូវតែសរសេរលិខិតហ្នឹងឲ្យវាមានទឹកមាត់ប្រៃទុកឲ្យលោកមូនពេជ្រអីណោះសរសេរទៅហើយទៅរករឿងខុសសនិករបស់គណៈបកកណ្ដាលអំណាចហ្នឹងទៅរករឿងលោកមូនពេជ្រហ្នឹងសុទ្ធតែមើងងាយគេសុទ្ធតែមិនទាន់ជ្រុះបល័យពីក្បាលគ្មានដឹងទិសតំបន់ស្អីណានោះរករឿងគេគ្រប់គ្រាន់តែគេខំប្រឹងសរសេរលិខិតក្នុងនាមជាប្រជាពលរដ្ឋប្រមូលស្នាមមេដៃប្រមូលអីគ្នាប្រឹងអស់ពីលទ្ធភាពដើម្បីជួយដោយសាររដ្ឋាភិបាលខ្លួនឯងអត់ធ្វើអារឿងដែលយើងអត់ធ្វើហ្នឹងគឺដោយសារតែយើងខ្ទាស់នឹងការដែលកំពុងតែចូលសរសើរលោកត្រាំពេកហ៎ដល់អញ្ចឹងអត់ហ៊ានហើយឥឡូវគេយកអាតុយន្តហោះហ្នឹងមកទម្លាក់លើក្បាលយើងតែយើងចង់ឲ្យលោកត្រាំជាម្ចាស់ពានរង្វាន់សន្តិភាពបើយើងសរសេរលិខិតទៅប្រាប់ឲ្យលោកត្រាំនិយាយពីរឿងបៃតាសន្តិភាពមិនបើយន្តហោះរបស់អាមេរិកតើអ្នកទម្លាក់គ្រាប់លើទាហានខ្មែរស្លាប់កោជើងគ្នាប្រជាប្រដ្ឋស៊ីវិលខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធយន្តហោះអាមេរិកហ្នឹងអញ្ចឹងបើនិយាយទៅពានរង្វាន់សន្តិភាពសម្រាប់លោកត្រាំហ្នឹងបានប្រយោជន៍អីបើកម្ពុជាប្តឹងលោកត្រាំពីរឿងអត់ព្រមដាក់ទណ្ឌកម្មថៃពីរឿងប្រើយន្តហោះបដិញ F16 ហ្នឹងនេះរឿងវានៅត្រង់ហ្នឹងណាបងប្អូនអានយោបាយនេះស្មុគរោគមែនតើខ្ញុំអត់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរងការបោកបញ្ឆោតណាប្រជាពិធដ្ឋហ្នឹងខ្ញុំពិតជាខឹងថៃមែនតើប៉ុន្តែនៅក្នុងពេលជាមួយគ្នានឹងអត់ចង់ឲ្យអ្នកនយោបាយប្រើអានយោបាយស្មុគរោគហ្នឹងឲ្យអត់ព្រមប្រាប់ប្រជាពលរដ្ឋថាហេតុអីបងប្អូនម៉ោងនេះគឺឥឡូវកុំខ្វល់រឿងរដ្ឋាភិបាលដាក់ប្តឹងមិនដាក់ប្តឹងគោលដៅឲ្យច្បាស់របស់បងប្អូនដែលជាម្ចាស់សន្លឹកឆ្នោតណាជាពិសេសបងប្អូនខ្មែរនៅអាមេរិកនេះបងប្អូនជាខ្មែរអាមេរិកមានសិទ្ធិបោះឆ្នោតបងប្អូនត្រូវតែឲ្យលោកត្រាំទទួលខុសត្រូវសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការដែលមិនព្រមដាក់ទណ្ឌកម្មថៃរឿងយន្តហោះ F16 នេះបើយើងធ្វើអីស៊ុយអែតមិនចាញ់ព្រោះស៊ុយអែតគេដកទូតចេញពីស្រុកខ្មែរបាត់ហើយតែយើងនៅតែប្តឹងបានប្រជាពលរដ្ឋខ្មែរនៅស៊ុយអែតក៏ត្រូវតែនាំគ្នាធ្វើបាតកម្មឬក៏ប្រជាពលរដ្ឋណាក៏ដោយនៅអាមេរិកក៏ធ្វើបាតកម្មនៅមុខស្ថានទូតស៊ុយអែតប្រចាំនៅរដ្ឋធានី Washington ហ្នឹងគឺនិយាយពីរឿងអាយន្តហោះបដិញយន្តហោះចម្បាំងហ្នឹងគឺត្រូវតែដាក់ទណ្ឌកម្មថៃឈប់ឲ្យកូដស្អីហ្នឹងដើម្បីឲ្យយ៉ាងហោចណាស់ក៏ផ្អាកមករយៈដែរកុំឲ្យថៃផ្កើនពេកព្រោះថៃសប្ងៃបើវាយថ្មើរជើងវាយមិនឈ្នះខ្មែរទេខ្ញុំនៅតែប្រកាន់ចំហថាកងទ័ពខ្មែរអង្គអាចក្លាហានណាស់ដោយសារភូមិសាស្ត្រនយោបាយផងភូមិសាស្ត្រទឹកដីរបស់យើងដែលជាតំបន់ភ្នំតំបន់ព្រៃក្រំថ្មហើយមានចំការមីនដ៏ច្រើនសន្ធឹកក្រាស់ខ្មឹកនៅនឹងច្រើនណាស់ដែលថៃមិនអាចចូលបានទេថៃខ្លាច់មីននេះខ្លាច់សម្បើមខ្មែរស្គាល់ភូមិសាស្ត្រខ្មែរច្បាស់ណាស់ព្រោះអីយើងដឹងកន្លែងណាចំការមីនកន្លែងណាដើរមិនបានថៃទេដែលមិនដឹងថាចំការមីននឹងចាស់នឹងនៅកន្លែងណាដែលយូរម្ដងឃើញទេដើរជន់មីនតពីដល់តែពេលបាញ់គ្នាក្តាំងហ្នឹងថៃអត់ទាន់បានជន់មីនមួយទេព្រោះអីដឹងថាអាកន្លែងជន់មីនហ្នឹងគឺកន្លែងដែលឆ្លងចូលទន្ទ្រានចូលដីខ្មែរអញ្ចឹងអាកន្លែងផ្សេងទៀតហ្នឹងខំប្រឹងចូលមកប៉ុន្តែដឹងខ្លួនណាថាតាចូលមកជន់មីនអញ្ចឹងអត់ដែលជន់មីនទេបាញ់គ្នាឡើងប្រាវអត់ដែលជន់មីនសោះតតែពេលស្រុកអត់មានបាញ់គ្នាដើរជន់មីនទៅពីវាអញ្ចឹងណាប៉ុន្តែបងប្អូនដោយសារតែអារឿងមីននេះហើយដែលធ្វើឲ្យកងទ័ពជើងក៏អាចនៅបានមានព្រៀបច្រើនចំពោះថៃតែអារឿងថ្មើរជើងហ្នឹងគឺវាយមិនឈ្នះទាហានខ្មែរទេខ្ញុំនិយាយម្ដងទៀតព្រៃក៏ក្រាស់ភូមិសាស្ត្រស្រុកទេសយើងនៅតំបន់ខ្មែរក្រហមតំបន់ស្អីទល់ដែនហ្នឹងគឺយើងស៊ាំសង្គ្រាមយើងដឹងអស់ហើយថៃអត់ដឹងភូមិសាស្ត្រនយោបាយហើយអត់ដែលធ្វើសង្គ្រាមទេប៉ុន្តែអាណោចអធមត្រង់ថាអាទម្លាក់ពីលើហ្នឹងណាហើយទម្លាក់ហ្នឹងគឺដោយសារ F16 ហ្នឹងថៃបើអត់មានអា F16 ហ្នឹងគឺមិនអាចនឹងមកអួតស្អីកើតទេគឺខ្មែរយើងអង្គុយចាំបាញ់ឲ្យទាហានថៃស្លាប់គោខ្មោចគោជើងនៅនៅក្នុងភូមិសាស្ត្រយើងអត់មានអីពិបាកទេព្រោះអីយើងជាអ្នកចាំហើយអ្នកនោះដើរចូលវុយគេមកបំពេញឆ្លៀនពៀនដីយើងដូចតបរុស្ស៊ីមកដែលត្រូវអ៊ុយក្រែនបាញ់សម្លាប់គោជើងអញ្ចឹងហើយអានេះគឺជារឿងដែលអ្នកទាំងអស់នោះសំតែស្លាប់ទេព្រោះអីណែឯងមកទន្ទ្រានដីគេគ្មានមោទនភាពគ្មានកិត្តិយសខ្មោចយកអីទេខ្ញុំសូមរំលែកមរណៈទុកដល់ក្រុមគ្រួសារសពតាហ៊ានទាំងអស់ទាំងថៃទាំងអីហ្នឹងដែលគេបញ្ជូនមកតាមអានយោបាយឈួតលីលារបស់អ្នកនយោបាយថៃនិងតាហ៊ានថៃអីហ្នឹងប៉ុន្តែវាជាអកុសលវាធ្វើយ៉ាងម៉េចបើវាអញ្ចឹងប៉ុន្តែបងប្អូនម្ដងទៀតគោលដៅត្រូវឲ្យច្បាស់លាស់កម្ពុជា17លានអ្នកគឺជាម្ចាស់ជោគវាសនានៃប្រទេសនេះបរដ្ឋាភិបាលអត់ប្តឹងទៅគេគឺបងប្អូនត្រូវប្តឹងហើយកុំមកទាញប្រជាពលរដ្ឋកុំឲ្យប្តឹងអ្នកណាដែលនាំគ្នាទប់ប្រជាពលរដ្ឋមិនឲ្យប្តឹងគេដើម្បីការពារដែនអធិបតេយ្យនិងឈប់ឲ្យមានការសម្លាប់ខ្មែរអ្នកនោះឯងគឺជាអ្នកដែលប្រព្រឹត្តអំពើបាបដែលនឹងចុះនរកប្រមាណជាន់នេះប្រយ័ត្នបងប្អូនប្រយ័ត្នចុះនរកណា
គេខំប្រឹងធ្វើអត់ប្រឹងជួយលោកទឹកចិត្តគេតែជួយជេរបចោបតិចបដាសាគេទៀតដូច្នេះកុំធ្វើចរិតបែបហ្នឹងនាំឲ្យប្រជាពលរដ្ឋក្តៅកាហាយឲ្យគេចំណាំមុខអស់លោកទុកជាប្រវត្តិសាស្ត្រថាអស់លោកហ្នឹងហើយគឺជាអ្នកដែលមិនបានស៊ីឆ្លៀខ្ទេចចាំតែបំផ្លាញគ្នាឯងហើយមានអស់លោកហ្នឹងឯងដែលស្រុកខ្មែរដែលត្រូវគ្នាចាំណាអញ្ចឹងយើងត្រូវធ្វើទៅបងប្អូនជួយគ្នាទៅគណៈបកណាក៏ដោយគណៈបកប្រជាជនគណៈបកប្រឆាំងគណៈបកមកពីឋានទេវតាឋានប្រអិនស្រុកយៈណាក៏ដោយរួមគ្នាជាធ្លុងមួយតវ៉ាហើយសារត្រូវតែច្បាស់ទាមទារឲ្យអាមេរិកដាក់ទណ្ឌកម្មថៃផ្នែកយោធាដោយការប្រើប្រាស់សពាវុធទាំងសពាវុធផ្លោងទាំងសពាវុធគ្រឿងដូចជា F16 អីហ្នឹងដែលទិញពីអាមេរិកហើយបើរដ្ឋាភិបាលណាបើយើងរកឃើញថាសពាវុធហ្នឹងគឺទិញពីប្រទេសស៊ុយអែតឬក៏សហគមន៍អឺរ៉ុបឬក៏ប្រទេសចិនក៏ដោយត្រូវតែថ្កោលទោសប្រទេសចិនហ្នឹងទៀតឬក៏ថាស្នើទៅប្រទេសចិនហ្នឹងឲ្យមកជួយមើលឬក៏អ៊ីស្រាអែលក៏ដោយគឺត្រូវតែច្បាស់លាស់ឲ្យមានយន្តការដាក់សម្ពាធបើអត់ចឹងទេថៃគិតថាស៊ីផុយហើយព្រោះអត់មានណាប្តឹងផងតែពេលយើងប្តឹងគឺសហគមន៍អន្តរជាតិចាប់ផ្ដើមដឹងភ្លាមអូថៃមិនបានធ្វើអញ្ចឹង F16 នេះគឺអ្នកឯងអាចការពារដែនអធិបតេយ្យរបស់អ្នកឯងបាននៅក្នុងកិច្ចព្រមព្រៀងក៏ប៉ុន្តែมันអាចហោះដែនអធិបតេយ្យរបស់ខ្លួនហើយយកទៅទម្លាក់គ្រាប់នៅក្នុងដែនអធិបតេយ្យរបស់គេហើយយកលេសថាដើម្បីជាការពារខ្លួនទេការពារខ្លួនគឺនៅក្នុងករណីដែលមានការបង្កហេតុប៉ុន្តែមិនមែនមកបាញ់គេមុនមកផ្លោងគេមុនមកទម្លាក់គ្រាប់គេខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធគេដល់តែពេលគេតដៃដើម្បីទប់ទល់កុំឲ្យអ្នកឯងនៅតែផ្កើនទៅចោទថាគេផ្លោងដាក់អ្នកឯងវិញវាអត់ត្រូវយើងត្រូវចាំថាអ្នកណានាំភ្លើងមុនហើយយើងមកមិនឲ្យកម្ពុជាតដៃសោះដល់តែពេលកម្ពុជាតដៃយើងថាកម្ពុជាផ្លោងដាក់ដែនអធិបតេយ្យរបស់ថៃបំពេញរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិហើយថៃមានសិទ្ធិការពារខ្លួនយ៉ាងណាបើយើងជាអ្នកចាប់ផ្ដើមវាយគេដំបូងយើងគេដើរសុកនៅតាមផ្លូវយើងនិយាយរឿងសាមញ្ញយើងដើរសុកស្រាប់តែមានមនុស្សម្នាក់មកដលយើងបែកមុខបែកមាត់មកវាយយកហើយទៅយើងហ្នឹងនឹកឃើញថាមិនចង់ឆ្លោះយើងអត់តដៃទេសុកចិត្តដួលដេកនៅនឹងដីគាត់ថែមយើង 4-5 ជើងទៀតគាត់ថាយើងនឹងស្ដោះទឹកមាត់ដាក់គាត់ឬក៏ថាយើងនឹងមើលសម្លាប់មុខអីអញ្ចឹងឬក៏យើងនឹងដែលប៉ែណែដាក់ជើងឲ្យចពុបដួលអីឡាក់នឹងឡាក់គាត់ចេះតែចោតចឹងទៅដើម្បីយកលេសទាត់ធាក់យើងក៏ប៉ុន្តែយើងនឹងអត់តដៃអីសោះដេកដួលនៅនឹងដីហើយគាត់មកថែមរហូតដល់តែយើងទ្រាំលែងបានតដៃ2-3ដៃទៀតគាត់លេងចាក់យើងយកថែមថាយើងហ្នឹងគឺគាត់ការពារខ្លួនដោយសារតែយើងវាយគាត់ប៉ុន្តែក៏អត់និយាយសោះពីអារឿងវាយយើងដេកហើមមុខនៅដីនេះយើងអត់និយាយសោះតើអយុត្តិធម៌ប៉ុណ្ណាសម្រាប់ប្រទេសកម្ពុជាខ្ញុំជឿថារដ្ឋាភិបាលខ្មែរសពថ្ងៃពិបាកមែនតើនៅក្នុងការប្រាប់គេឲ្យជឿថាអ្វីដែលគេធ្វើហ្នឹងគឺយើងជាជនរងគ្រោះបងប្អូនរដ្ឋាភិបាលខ្មែរសពថ្ងៃអាភ័ព្វត្រង់ថាអីនិយាយទៅគេអត់ជឿបងប្អូនវាសោកស្ដាយទេនៅពេលដែលគេមកវាយយើងដឹបដួលនៅដីហើយទៅគេថែមយើងរហូតហើយយើងមិនតបតទេយើងសុកចិត្តតែរងក្រងខ្លួនចឹងទៅកុំឲ្យគេវាយត្រូវខ្លាំងពេកប៉ុន្តែវាយបាច់មុខបាច់មាត់អស់ហើយដល់ពេលដល់វាយខ្លាំងពេកទៅយើងគិតខ្លួនឯងថាទេតែនៅថាដេកដួលចឹងទៀតមិនឡើងតដៃខ្លះគេច្បាស់ជាវាយតតែស្លាប់ហើយយើងមិនអាចធ្វើអញ្ចឹងកើតទេចឹងយើងតដៃខ្លះទៅនៅពេលតដៃដើម្បីការពារខ្លួនហ្នឹងគេចាក់មកយើងថែមហើយគេចោទយើងថាយើងបំពេញគេការពារខ្លួនគេហើយដល់ពេលយើងទៅប្រាប់គេថាអត់ទេខ្ញុំអត់បានទៅតដៃទៅអីខ្ញុំអត់បានវាយមុនទេខ្ញុំឡើងមកនេះដោយសារគាត់វាយខ្ញុំខ្លាំងពេកហើយខ្ញុំទ្រាំមិនបានខ្ញុំខ្លាចស្លាប់ដែរណាខ្ញុំត្រូវរកវិធីការពារអាយុជីវិតខ្ញុំដែរហើយស្រាប់តែគាត់មកចាក់ខ្ញុំថែមទៀតអីទៀតហើយមកចោទខ្ញុំថាតដៃតាមពិតកម្ពុជាប្រឹងអស់ពីលទ្ធភាពប្រាប់គេថាយើងជាជនរងគ្រោះតែអត់មានណាស្ដាប់សោះបងប្អូនឈឺចាប់ទេបងប្អូនឈឺចាប់ឬទេនៅពេលដែលឮបែបនេះខ្ញុំជឿចាប់ចំនួនរដ្ឋាភិបាលកម្ពុជាសោកស្ដាយមែនតើដោយសារតែយើងជាជនរងគ្រោះនិយាយយ៉ាងម៉េចក៏គេតែមិនស្ដាប់គេនៅតែចោទថាយើងជាអ្នកនាំភ្លើងហើយដោយសារហេតុអីគេឌីលចរិតយើងរឿងដែលអភ័ព្វគឺរឿងចឹងគេឃើញវាយដេកដួលនៅដីសាធារណជនទូទៅគួរតែអាណិតជនរងគ្រោះតាមពិតមើលភ្លាមទាំងអស់គ្នាអាណិតជនរងគ្រោះហើយមិនក៏នាំគ្នាវាយគាត់អញ្ចឹងវាយគ្នាដេកដួលហើយថែមរហូតសស្បែកជើងម៉ៃហ្វកអីទាត់ធាក់អញ្ចឹងគ្នានៅនាលនៅនឹងដីហើយស្រាប់តាជាជនរងគ្រោះហើយ
មិនបានអញ្ចឹងអត់ព្រមជប់ដកដៃហើយឥឡូវស្រាប់តែគ្នាឡើងមកវាយតដៃគ្រាន់តែទប់ខ្លះដើម្បីការពារខ្លួនស្រាប់តែចាក់ថែមទៀតហ្នឹងគេមើលដំបងគឺគេអាណិតហើយក៏ប៉ុន្តែភ្លាមនោះគេដាក់ថាគាត់តែអញ្ចឹងដែរហ្នឹងគាត់ចរិតគាត់ចឹងដែរហ្នឹងពីមុនមកឃើញដូចថារកជឿគាត់មិនបានស្រុកខ្មែរនឹងមានអាការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យគាត់ធ្វើបាបប្រជាពលរដ្ឋក្នុងស្រុកគាត់លែងនរណានៅស្រុកបានអស់ហើយហ្នឹងអ្នកដែលគាត់ប្រឆាំងជាមួយនឹងក្រកទុកគាត់បន្តិចហ្នឹងគឺគាត់ bully គេដេញកំចាត់គេនឹកចាមតាមចាប់គេរកសម្លាប់ដល់ស្រុកក្រៅស្រុកអីទៀតផងរំលាយសិទ្ធិមនុស្សប្រជាធិបតេយ្យអីហ្នឹងសហគមន៍អន្តរជាតិថ្កោលទោសអីសពបែបយ៉ាងដល់អញ្ចឹងគេមើលមកហ្នឹងគេថាណែយកអាការគិតមួយដែលគេហៅបូរេនិឆ័យបងប្អូនសោកស្ដាយមែនតើអាបូរេនិឆ័យរបស់សហគមន៍អន្តរជាតិណាគឺដោយសារតែមាយាទយើងប្រព្រឹត្តពីមុនមកវាធ្វើឲ្យយើងខ្លាចទៅជាជនរងគ្រោះអត់មាននរណាជួយយើងខ្ញុំមានសមានចិត្តជាមួយរដ្ឋាភិបាលកម្ពុជាយើងដែរនៅក្នុងន័យនេះព្រោះខ្ញុំផ្អែកទៅលើសច្ចធម៌គឺយើងជាជនរងគ្រោះពិតមែនហើយគ្មានកន្លែងណាមួយដែលថាយើងទៅឈ្លានពានខៃទេយើងអត់មានប្រវត្តិទៅដណ្ដើមដីនរណាបានមកដុំទេបងប្អូនគ្មាននរណាទៅដណ្ដើមដីបានសូម្បីតែថែរបស់ខ្លួននឹងឲ្យគង់ថែអត់បានហងអ្នកដឹកនាំយើងរចកាចំនួនណាក៏ដូចចំនួនណាប៉ុន្តែមកចំនួនចុងក្រោយ 4-5 អាណត្តិហ្នឹងមានតែមួយក្រុមគ្រួសារយើងអត់ដែលបានដណ្ដើមដីគេបានមកដុំទេយើងមានតែថែកុំឲ្យគេយកមកបានតែអញ្ចឹងយើងទៅឈ្លានពានគេនឹងយើងអត់ដែលមានលទ្ធភាពឈ្លានពានអ្នកណាទេអញ្ចឹងហើយបានតែខ្ញុំមានសមានចិត្តហ្នឹងត្រង់ថាអាណិតប៉ុន្តែអាណិតយ៉ាងម៉េចបើយើងវាមានបញ្ហាអញ្ចឹងណាបងប្អូនអញ្ចឹងបានថាយើងជាបទពិសោធន៍របស់យើងដែរយើងរៀនសូត្រទៅថាយើងចរិតយើងតែយើងទៅដឹងកូនគេទោះយើងស្លៀកពាក់ស្អាតបាតមួយថ្ងៃទៅនុយកាត់សក់ឲ្យឡើងស្អាតបែបជើងខ្វាក្បាត់កកោពុកមាត់ស្អីឡើងត្រង់ភ្លឹងអីក៏ដោយចូលទៅដឹងកូនគេគ្រាន់តែឃើញមុខថាស្លៀកពាក់ស្អាតបាតសមជាមនុស្សម្នាគេប៉ុន្តែអាហ្នឹងលួចមន់វត្តរាល់តែខែរាល់តែឆ្នាំហ្នឹងដូច្នេះវាធ្វើឲ្យអ្នកដែលចង់ឲ្យលើកកូនហ្នឹងចាប់ផ្ដើមគិតថាទេមើលទៅដូចជាស្អាតបាតរបស់គេដែរក៏មើលមកផ្លែតដល់ពេលហើយចាប់ផ្ដើមគិតថាអូប្រវត្តិគាត់អត់ល្អទេលួចមន់វត្តគេអញ្ចឹងវាពិបាកណាស់បងប្អូនហើយខ្ញុំនិយាយនេះគឺជាតត្តភាពជាក់ស្ដែងដែលយើងពិបាកនៅក្នុងឆាកអន្តរជាតិហើយកុំថាការទូតរបស់យើងឈ្នះគេអីនោះអ្វីដែលយើងធ្វើគឺយើងធ្វើត្រឹមត្រូវតាមនីតិវិធីផ្លូវការទូតល្អហើយគឺយើងធ្វើបានប៉ុន្តែតើសំលេងទឹកមាត់យើងប្រៃប៉ុណ្ណាមិនមែនធ្វើមួយថ្ងៃហ្នឹងទេគឺមានរឿងច្រើនហើយនៅពេលដែលឆ្លោះគ្នាបែបនេះណាជាមួយប្រទេសថៃដែលប្រទេសផ្ដាគឺយើងត្រូវការកម្លាំងសាមគ្គីជាតិយើងជាធ្លុងមួយយើងអត់ទៀតអាគេនោះគេមិនជួយយើងគេនោះគេលំអៀងទៅខាងថៃហើយយើងនឹងយើងអត់ត្រូវគ្នាយើងបាច់បាក់ផ្ទៃក្នុងយើងឆ្លោះគ្នាទៀតប៉ុន្តែបងប្អូនខ្ញុំសូមបិណ្ឌបាតរឿងមួយតោះការឆ្លោះគ្នាសិនធ្វើបាតកម្មកុំខ្វល់រឿងអ្វីដែលសំខាន់គឺជួយរដ្ឋាភិបាលកម្ពុជាដែលក្នុងនេះគឺយើងចាត់ទុកថាគាត់ជាជនរងគ្រោះដូចគ្នាណាអហោសិកម្មរឿងអ្វីដែលកើតឡើងពីអតីតកាលទុកមកកលៈហ្នឹងសិនចុះយើងដាក់អាហ្នឹងមកកលៈសិនរដ្ឋាភិបាលធ្វើអីធ្វើចុះកុំខ្វល់រឿងពីមុនយើងគិតពីពេលនេះគឺយើងការពារដែនអធិបតេយ្យយើងប្រឆាំងនឹងការឈ្លានពានរបស់ថៃហើយប្រជាពលរដ្ឋខ្មែរត្រូវតែមានគោលគំនិតដូចគ្នាមួយគឺទាមទារឲ្យថៃទទួលខុសត្រូវរាល់ការប្រព្រឹត្តបំពានមកលើកម្ពុជាឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយខ្ញុំពេញចិត្តនឹងប្រើពាក្យលោកហ៊ុនសែនណារឿងទោះក្នុងតម្លៃណាក៏ដោយប៉ុន្តែមិនមែនទោះក្នុងតម្លៃណាក៏ដោយដើម្បីងើបមួយវាយមួយទេគឺទោះក្នុងតម្លៃណាក៏ដោយដើម្បីបានការពារដែនអធិបតេយ្យរបស់យើងឲ្យថៃទទួលខុសត្រូវចំពោះអំពើកក្លឿននិងបំពានច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហជាតិនិងអីសពបែបយ៉ាងបទអក្រិតសង្គ្រាមបទអក្រិតប្រឆាំងមនុស្សជាតិអីមកកណោក៏ដឹកហើយយើងទាំងអស់គ្នាត្រូវតែជាសំឡេងរដ្ឋាភិបាលគេលែងជឿហើយកុំខ្វល់គឺប្រជាពលរដ្ឋយើងនឹងជាម្ចាស់ប្រទេសនេះ17លាននាក់ទាំងគណៈបកប្រឆាំងទាំងគណៈបកប្រជាជនទាំងគណៈបកណាទាំងអស់តោះរួមគ្នាទៅបាតកម្មគេចាប់ផ្ដើមធ្វើជាហោហើយខ្ញុំឃើញណាបងប្អូននៅជប៉ុនផងនៅកូរ៉េផងនៅWashington DC មុខផ្ទះតាត្រាំនឹងផងនៅមុខក្រសួងការបរទេសផងនៅ DC ដដែលហ្នឹងមុខកន្លែងទូតថៃអីហ្នឹងគេធ្វើពីម្សិលមិញហើយក្រុមបណ្ដាញយុវជនសកលកម្ពុជាហ្នឹងបណ្ដាញយុវជនកម្ពុជាសកលដែលដឹកនាំដោយប្អូនសុផាន់ឡារីហ្នឹងគេបានធ្វើម្ដងហើយប៉ុន្តែបើបងប្អូនខកឡាននេះតោះនេះម៉ោងនេះប្រហែលជាគេចាប់ផ្ដើមហើយពីម៉ោង12នេះ12ថ្ងៃត្រង់នេះទៅដល់ម៉ោង3នៅមុខនៅរដ្ឋធានី Washington ដដែលនេះគឺដឹកនាំដោយសមាគមខ្មែរក្រុង North Carolina និងបងប្អូនខ្មែរច្រើនទៀត
ដែលគេរៀបចំបាតកម្មមួយទៀតនៅឯWashington DC បងប្អូនតាក់ទងព័ត៌មានគេទៅគឺលោកថាច់សីហាដែលជាសមាគមខ្មែរនៅ North Carolina ហ្នឹងគាត់ដឹកនាំក្រុមបាតកម្មហ្នឹងហើយបើបងប្អូនខកខានមិនបានចូលរួមពីម្សិលមិញគឺចូលរួមទៅទៀតព្រោះមើលទៅសាររបស់ពួកគាត់នេះដូចជាផ្ដោតខ្លាំងដែរទៅលើការដាក់ទណ្ឌកម្មផ្នែកយោធាណាបងប្អូនសារនេះគឺជាសារខ្លាំងមែនតើគឺឲ្យអាមេរិកដាក់ទណ្ឌកម្មផ្នែកយោធាទៅតាក់ទងនឹងរឿងថៃឲ្យថៃទទួលខុសត្រូវឥឡូវកុំតាន់អាននិយាយអីវែងឆ្ងាយពេកយើងនិយាយថាធ្វើម៉េចឲ្យអាមេរិកដាក់ទណ្ឌកម្មយោធាឲ្យបានសិនព្រោះអីតែផ្ដាច់កោតផ្ដាច់អីរឿង F16 បាញ់លែងបានគឺយើងបានន័យថាឲ្យយន្តហោះថៃបាក់ស្លាប់មកជាហៀងហើយតែអត់មានដែនអាកាសហើយគឺថៃលែងក្អកហើយចង់និយាយថាបើហឺនយ៉ាងណាក៏លែងក្អកដែរអញ្ចឹងរឿងហ្នឹងគឺមានតែយើងថាជាម្ចាស់ប្រទេសបងប្អូនម្ដងទៀតអត់មានលើកទឹកចិត្តឲ្យធ្វើបាតកម្មហិង្សាទេណាដោយសន្តិវិធីគឺអត់មានប្រើអំពើហិង្សាហើយហាមប្រើប្រាស់ពាក្យពេចន៍ក្នុងការសម្លាប់ក្នុងការអាកកឬក៏កាត់កកជនជាតិណាសាសនាអីក៏អត់មានទេដាច់ខាត់អំពើហិង្សាមិនត្រូវមាននៅក្នុងសារធ្វើបាតកម្មទោះជាក្នុងរូបភាពណាក៏ដោយគឺអហិង្សាគឺទៀមទាទៅតាមអ្វីដែលជាសិលធម៌សេចក្តីថ្លៃថ្នូរទើបសាររបស់យើងមានភាពរឹងមាំជៀសវាងការជេរបចោបតិចផ្ដាសាឬក៏ប្រមាថការទានអាយុជីវិតអ្នកដទៃហាមណាបងប្អូនហាមដាច់ខាតធ្វើបាតកម្មអញ្ចឹងទៅតវ៉ាទៅចូលរួមជាមួយគេទៅម៉ោង 12 នេះដល់ម៉ោងនៅសតតែកន្លះម៉ោងទៀតទេនៅរដ្ឋធានី Washington បើបងប្អូននៅក្បែរហ្នឹងសូមអញ្ជើញចូលរួមឲ្យបានច្រើនកកទៅហើយសាររបស់ពួកគាត់គឺទាមទារឲ្យទៅហ៊ានឲ្យអាមេរិកដាក់ទណ្ឌកម្មផ្នែកយោធាអាចរួមទាំងការដែលដកកូដចេញពី F16 ហ្នឹងផងមានតែប្រជាពលរដ្ឋខ្មែរទេដែលអាចធ្វើបានពលរដ្ឋាភិបាលខ្មែរអត់បានប្តឹងរឿងនេះប៉ុន្តែដូចខ្ញុំនិយាយចឹងកុំតែចាប់ទោសអូសដំណើររដ្ឋាភិបាលកម្ពុជាអាចមានរឿងខ្ទាស់បញ្ហាការទូតបញ្ហារឿងស្អំចិត្តលោកត្រាំស្អំអីហ្នឹងគាត់មិនហ៊ាននិយាយចឹងកុំឲ្យរដ្ឋាភិបាលកម្ពុជាគាត់មានអំរែកធ្ងន់ពេកដែលមិនអាចគេហាស្លាកខ្ជាក់ស្លែងចឹងប្រជាពលរដ្ឋយកអាហ្នឹងមកកាន់ខ្លួនឯងទៅនេះគឺជាការដែលយកប្រទេសកម្ពុជាមកដាក់កាន់នៅក្នុងដៃដើម្បីកំណត់ជោគវាសនារបស់យើងជួយរដ្ឋាភិបាលកម្ពុជាផងនៅពេលដែលគាត់វាទឹះទាល់ធ្វើទៅឥឡូវនៅ DC គាត់ធ្វើហើយម៉ោងនេះនៅសល់កន្លះម៉ោងទៀតនៅក្រុងឡុងប៊ិចយើងនេះនៅសហរដ្ឋអាមេរិកនេះនៅកន្លែងធ្វើការរបស់ខ្ញុំនេះដោយសារថ្ងៃនេះជាថ្ងៃអាទិត្យឥឡូវនេះម៉ោង8កន្លះព្រឹកនៅនេះម៉ោង4រសៀលនេះដែលត្រូវនឹងម៉ោង7ព្រឹកនៅស្រុកខ្មែរថ្ងៃស្អែកណាបាទខ្ញុំនិយាយហ្នឹងគឺ4រសៀលនៅទីក្រុងឡុងប៊ិចរដ្ឋ California ទៅដល់7គឺគេនឹងរៀបចំពិធីហែដើម្បីទាមទារឲ្យថៃទទួលខុសត្រូវចំពោះអក្រិតកម្មដែលប្រព្រឹត្តឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាសារយ៉ាងណាខ្ញុំអត់ទាន់ដឹងទេពួកគាត់បានចងក្រងក្រុមដើម្បីតវ៉ាឲ្យបងប្អូននៅក្រុងឡុងប៊ិចនិងក្រុងចិត្តហ្នឹងឬក៏អ្នកណាដែលដឹងដំណឹងនេះហើយដែលអាចចូលរួមបានកុំគិតពីរឿងនានាការនយោបាយយើងយកកម្លាំងឲ្យច្រើនដើម្បីប្រាប់ទៅពិភពលោកថាកម្ពុជាអត់ដែលអនុគ្រោះឲ្យថៃបំពេញដែនអធិបតេយ្យយើងទាំងក៏ខ្លួនបែបនេះទេហើយខ្មែរគ្រប់រូបគឺត្រូវតែបង្ហាញឆន្ទៈរបស់ខ្លួនហើយកុំគិតនានាការនយោបាយឲ្យសោះម៉ោងនេះគឺសត្រូវរួមរបស់យើងគឺថៃឈ្លានពានហើយមិនមែនប្រជាពលរដ្ឋថៃទេណាបងប្អូនកុំដល់កុំទៅផ្លូវហ្នឹងណាមិនមែនយើងឆ្លោះគ្នារវាងប្រជាជននិងប្រជាជនទេកុំធ្វើបាតកម្មពហិការតវ៉ាស្អីធ្វើបដារើសអើងជាតិសាសន៍ពូជសាសន៍កុំធ្វើឲ្យជាតិយើងថោកបងប្អូនតែបងប្អូនហ៊ានចូលដល់ផ្លូវហ្នឹងណាមករើសអើងជាតិសាសន៍ថៃមករើសអើងផលិតផលថៃនៅក្នុងដែនអធិបតេយ្យរបស់ស្រុកអាមេរិកនេះបងប្អូននឹងធ្វើឲ្យជាតិខ្មែរនេះអាប់អោនថោកដោយសារបងប្អូនណាហើយខ្ញុំនិយាយនេះយកតែប៉ុននេះខ្ញុំដឹងថាបងប្អូនឈឺចាប់ប៉ុន្តែបងប្អូនត្រូវដឹងគោលនយោបាយនៅក្នុងការតស៊ូមតិឲ្យត្រឹមត្រូវហើយចាក់បេះដូងសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកបើបងប្អូនចាប់ផ្ដើមយកពាក្យរើសអើងពូជសាសន៍យកមកនិយាយគឺយើងសាបដូចទឹកទន្លេហើយបងប្អូនខំប្រឹងធ្វើយ៉ាងណាក៏អត់មាននរណាស្ដាប់ដែរគេថាយើងជាជាតិសាសន៍ស្អប់ខ្ពើមពូជសាសន៍ជាជាតិសាសន៍ចង់ឲ្យមានឆ្លោះជាតិសាសន៍ចំនួននេះគឺរវាងមេដឹកនាំក៏ក្រិចរបស់ថៃនិងអ្នកនយោបាយថៃនិងយោធាថៃនិងស្ដេចថៃអីចឹងដូច្នេះវាអត់មានតាក់តងអីជាមួយនឹងប្រជាពលរដ្ឋស៊ីវិលអត់ដឹងរឿងទេដូច្នេះកុំយកពួកគាត់ទៅជាចំណាប់ខ្មាំងនៃអំពើផ្ដេសផ្ដាស់ជាតិនិយមជ្រុលរបស់ភាគីណាក៏ដោយយើងអត់មានឆ្លោះគ្នារវាងប្រជាជននិងប្រជាជនទេណាបងប្អូនម្ដងទៀតហើយខ្ញុំសូមបិណ្ឌបាតរឿងហ្នឹងអត់មានឆ្លោះគ្នារវាងប្រជាជនថៃនិងប្រជាពលរដ្ឋខ្មែរទេបងប្អូនចង់ពហិការផលិតផលគេធ្វើតាមខ្លួនឯងទៅប៉ុន្តែកុំអំពាវនាវដើរទៅចូលក្នុងហាងថៃទៅទិញផលិតផលគេហើយយកមកជន់ឈ្លីចោលថតផ្សាយអីបងប្អូនជាប់គុកណា
អត់ត្រូវធ្វើដូច្នេះទេហើយខ្ញុំអត់ចង់ឲ្យបងប្អូនមានបញ្ហាបែបហ្នឹងទេនៅស្រុកខ្មែរបងប្អូនអាចធ្វើទៅបានណានៅស្រុកអាមេរិកធ្វើអត់បានទេគេអត់ទាន់ធ្វើអីបងប្អូនកុំគិតថាគេមិនដឹងថាបងប្អូនកំពុងធ្វើអីប៉ុន្តែកុំឲ្យលឹះបន្ទាត់ក្រហមខ្ញុំនិយាយយកតែប៉ុនទេបងប្អូនមានសញ្ជាតិអាមេរិកក៏ដោយប៉ុន្តែខ្ញុំសុំតែម្យ៉ាងឯងខ្ញុំអត់មានកាន់ជើងថៃទេប៉ុន្តែខ្ញុំកាន់ជើងខ្មែរយើងចង់ឲ្យខ្មែរយើងរួចផុតពីគេចោទយើងបើគេចោទអីចោទទៅកុំធ្វើត្រូវឲ្យដូចគេចោទយើងថាជាជាតិសាសន៍ខុសខើលោកម៉ាត់ហាន់ទៅចោទយើងពីជាតិសាសន៍ខុសខើផ្សាយតាមបណ្ដាញសង្គមរបស់សារព័ត៌មានថៃយ៉ាងស្រស់គេយកសម្ដីរបស់ខ្មែរយើងម្នាក់ទៅឌីលជេគេជេមរាយកាយឪពុកគេឲ្យចង់កាត់កកគេទៀតដោយសារតែគេផ្សាយថាថៃទម្លាក់គ្រាប់នៅហោហែមែនគឺប្តឹងថ្នាក់ដឹកនាំយើងប្តឹងអីចេះអញ្ចោះអីប្តឹងទាសំណងនេះសំណងនោះអីចឹងតែកម្ពុជាយើងសូម្បីតែតឡាការកម្ពុជាយើងក៏អត់ដែលដាក់ប្តឹងដែរអាគេបាញ់ស្លាប់លោកសួនរោនក៏តែមិនដាក់ប្តឹងអាគេបាញ់ស្លាប់ខ្មែរយើងម្នាក់នៅភូមិជោគជ័យលោកបួសក្នុងប្រមាណអ្នកនេះបាញ់ឡងសោះខ្លួនក្របលុញក្របកស៊ូក្របចពៀមអីក៏ដោយនឹងផ្សែងពុលផ្សែងអីហ្នឹងគឺថាលបួសគ្រាយកទៅຕົកទៅកសាងសំណុំរឿងស្ងាត់បាត់ឈឹងអីចឹងទៅតែថៃគេកសាងសំណុំរឿងគេដាក់ប្តឹងដើម្បីអីបានសមានចិត្តពីប្រជាពលរដ្ឋថៃថាយ៉ាងហោចណាស់ក៏គេដាក់ប្តឹងតែប៉ុន្តែអ្វីដែលជាចំណុចខ្សោយរបស់ថៃមួយហើយដែលជាដែលខ្មែរយើងតែជាអ្នកកាន់សัญลักษณ์បៀអាត់នឹងកាចាស់ដើម្បីលេងបានណាគឺរឿងតាក់តងនឹងតឡាការអន្តរជាតិថៃបានតែអែបនៅក្នុងតឡាការថៃបោកបន្លំបលិមបន្លំអីហ្នឹងថាដាក់ពាក្យប្តឹងស្អីយើងប្តឹងមេដឹកនាំខ្មែរលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទៅតឡាការថៃហើយចុះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតជាមេដឹកនាំកម្ពុជាហ្នឹងតឡាការថៃទៅកាត់ទោសស្អីគេកើតព្រោះដែនអធិបតេយ្យពីរខុសគ្នាហ្នឹងអ្នកណាដែលទៅបញ្ជូនខ្លួនទៅឲ្យចូលខ្លួនឲ្យថៃកាត់កុំថាឡើយដល់មេដឹកនាំប្រទេសសំបីតែលោកពេជ្រកំស្រិនហើយនឹងលីរតនៈរស្មីចូលដៃគ្នាសម្រាប់លោកលឹមកំយ៉ាកណ្ដាលថ្ងៃត្រង់អាម៉ាស់ជាតិសាសខ្មែរនេះយ៉ាងចំហពេញឆាកអន្តរជាតិផងគេមិនតឹងចាត់ការស្អីផងវាចំរំថ្នាក់ដឹកនាំនេះថៃជួនកាលជាការធ្វើដើម្បីនយោបាយប្រជាពិធដ្ឋសម្រាប់ចំណេញប្រជាប្រដ្ឋថៃនៅក្នុងការលួងចិត្តប្រជាប្រដ្ឋថៃថាមេដឹកនាំថៃគេមិននៅស្ងៀមទេគេថាកម្ពុជាទេដែលបង្កឲ្យមានបញ្ហាដល់ថៃហើយដោយសារតែការបង្កបញ្ហាហ្នឹងទើបគេវាយស្រោចហើយវាយហ្នឹងមិនមែនវាយជាការសងសឹកទេវាយយកដីខ្មែរហ្មងបើមើលទៅដូចជាការសងសឹកច្រើនជាងព្រោះអីចំនួនប្រដាប់អាវុធដែលកើតឡើងតាំងពីករណីថ្ងៃ28ខែឧសភាស្លាប់លោកសួនរោននៅមុំបីហើយក្រោយមកវាយថ្ងៃទី24ខែកក្កដាដល់28អីហ្នឹងវាជាការសងសឹកតាក់ទងនឹងរឿងចំនួនគ្នារវាងក្រុមគ្រួសារតកូលហ៊ុននិងតកូលថាក់ស៊ីនអីហ្នឹងក៏ហោហែមកអញ្ចឹងតែយូរទៅយករឿងអាដែនអធិបតេយ្យយើងហ្នឹងវាយយកដីយើងមែនតើហ្មងថៃហ្នឹងណាខូចអញ្ចឹងបាទតែពេលយូរកកាយអារឿងនយោបាយលោកឡំជាមួយរឿងអធិបតេយ្យដេកផ្សំដួលលមូលផ្សំក្រិចវាយខ្មែរទ្រាំបានចិត្តគឺឥឡូវហ្នឹងអ្នកដែលខូចខាតរាំងដំណំគឺខ្មែរយើងតែទៅវិញហើយគេចោទយើងថាជាអ្នកប្រព្រឹត្តចឹងទៅបាទមានតែប្រវត្តិសាស្ត្រទេឬពេលវេលាទេដែលអាចបកស្រាយរឿងហ្នឹងបានប៉ុន្តែខ្ញុំមិនឆ្ងល់រឿងមេសន្តិសុខថៃរឿងប្តឹងរឿងមិនប្តឹងខ្ញុំអត់មានឆ្ងល់ទេព្រោះអីអានេះគឺជានយោបាយស្រុកគេហ្នឹងគេធ្វើតែអញ្ចឹងទេពួកគេមានតឡាការគេមានអីប៉ុន្តែយើងអត់ដែលបានដាក់ប្តឹងគេទេប៉ុន្តែឥឡូវយើងស្លេះរឿងប្តឹងមិនប្តឹងហ្នឹងមកនិយាយពីរឿងចូលរកសន្តិភាពរកអីដើម្បីដោះស្រាយបញ្ចប់អាបញ្ហាយើងវិញថ្ងៃនេះគឺបើតាមអ្វីដែលជាការអះអាងឬក៏មិនអះអាងនេះសេចក្តីថ្លែងការណ៍របស់ឬក៏សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យនេះគឺអ្នកស្រីម៉ាលីសុជាតាគឺបាននិយាយថាមេភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគ1ភាគីថៃជួបប្រជុំគ្នានៅច្រកអន្តរជាតិប៉ោយប៉ែតជួបថ្ងៃនេះគឺមានភាគីទាំងសងខាងទាហានយោធាហ្នឹងគឺត្រៀមសម្រាប់កិច្ចប្រជុំ RBC នៅថ្ងៃទី29ខែមករាតាមពិតគឺជាចំណុចល្អដែរគាត់មិនមែនតែជួបគ្នាលើកទី1ឯងក្រោយមានកិច្ចព្រមព្រៀងឈប់បាញ់លើកទី2នេះមកហ្នឹងគឺគាត់ជួប2លើកឯងថ្ងៃហ្នឹងលើក2លើកឯងហើយបើយើងនិយាយពីដុំកពួនអីហ្នឹងវាមិនមានជាសាច់ការអីប្រហែលក្រៅតែពីធ្វើទៅឲ្យស្របតាមស្មារតីនៃសេចក្តីប្រកាសរួមតែថាភាគីទាំងពីរបោះដៃទៅវិញទៅមកអញ្ចឹងទៅរកការជជែកគ្នាអីអញ្ចឹងទៅប៉ុន្តែកម្ពុជាជជែកអីជាមួយថៃបានតែជជែកស្អំកុំឲ្យតែមានចំនួនប្រដាប់អាវុធបន្តទៀតទេប៉ុន្តែសំខាន់រឿងថាទាដីថៃដីខ្មែរដែលថៃយកមកបានវិញហ្នឹងវាអត់មាននៅក្នុងរបៀបវិរៈហ្នឹងគឺគ្រាន់តែសម្រួលកិច្ចតាក់តងគ្នាប៉ុន្តែបើសិនជាជួបគ្នាទៅនៅនេះគឺខាងខ្មែរនឹងមានឧត្តមសេនីយ៍តូសកំប៉ាក់
ដែលជាប្រធានក្រុមលេខាធិការ RBC កម្ពុជាជួបជាមួយនឹងគណៈប្រតិភូថៃដឹកនាំដោយអាដាមសនីតូភិថាយ៉ាគូលពោសវណ្ណដែលជាប្រធានក្រុមលេខារបស់ខាងភាគីថៃនិយាយទៅពួកគាត់ជួបគ្នានៅក្នុងន័យថាដើម្បីសម្របសម្រួលឲ្យជួបប្រជុំព្រោះកម្ពុជាចង់ឲ្យថៃជួបប្រជុំគ្នាឲ្យបានដើម្បីអីលួងទៅវាស់វែងព្រំសីមាគណៈកម្មការកិច្ចការព្រំដែនចម្រុះ JBC ឯណោះ RBC នេះវាគាត់ជាភូមិភាគនឹងជួបគ្នាដើម្បីកុំឲ្យឆ្លោះគ្នាកុំឲ្យបាញ់គ្នាទៀតតែប៉ុណ្ណឹងទេតែអ្នកដែលមានសិទ្ធិកាត់រឿងព្រំសីមាហ្នឹងគឺគណៈកម្មការខណ្ឌសីមា JBC ដែលថៃប្រាប់ថាអត់ជួបទេព្រោះដោយសារតែគេថារដ្ឋាភិបាលចាំផ្ទះនេះគ្មានសិទ្ធិសម្រេចអីទេចាំដល់ពេលមានរដ្ឋាភិបាលថ្មីមកចាំសម្រេចយកដីខ្មែរអស់មកកណោដល់ពេលសុំជួបចរចានិយាយពីរឿងវាស់ព្រំខណ្ឌសីមាថៃគេថាគេអត់មានសិទ្ធិសម្រេចអីផងចាំឲ្យ JBC រដ្ឋាភិបាលថ្មីកើតឡើងមាននាយករដ្ឋមន្ត្រីថ្មីប៉ុន្តែនាយករដ្ឋមន្ត្រីចាស់នេះចាំផ្ទះនេះអាកាលវាយក្ដួងដដើមមកដីខ្មែរយកបាន4-10កន្លែងដែលរដ្ឋាភិបាលទទួលស្គាល់រដ្ឋាភិបាលកម្ពុជាទទួលស្គាល់ប៉ុន្តែមានប្រហែលជា40កន្លែងនោះដែលបាត់ទៅថៃអត់មានថៃថាអានឹងមិនអាចទទួលជាការបានមិនអាចគ្រប់គ្រងអីបានចាំរដ្ឋាភិបាលថ្មីអីអត់មានអាលីងចឹងខូចចឹងមកបាទរឿងយកដីយើងយកបានរដ្ឋាភិបាលចាំផ្ទះនឹងសម្រេចបានយកចឹងមកតែដល់ពេលរឿងវាស់វែងអីចែកអីត្រឹមត្រូវតែចាំរដ្ឋាភិបាលថ្មីបាទតែយ៉ាងណាបងប្អូនអាហ្នឹងគឺជារឿងល្បិចរបស់ថៃតែយើងត្រូវតែរកវិធីដោះស្រាយតាមយន្តការជាក់ស្ដែងផ្លូវណាដែលអាចធ្វើបានធ្វើតាមលទ្ធភាពទៅប៉ុន្តែអ្វីដែលផ្លូវដែលអាចធ្វើបានក៏សរសើររដ្ឋាភិបាលកម្ពុជាដែរណាមកដល់ម៉ោងហ្នឹងណាអត់នៅស្ងៀមទេចង់និយាយថាស្ងៀមស្ងប់តែមិនស្ងៀមបាទកម្ពុជាអត់ស្ងៀមមែនយើងសរសើរដែរព្រោះអីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថ្ងៃនេះនៅក្នុងសន្និសីទសារព័ត៌មាននឹងថ្លែងថាកម្ពុជាតវ៉ាប្រឆាំងការឈ្លានពានរបស់ថៃជិត700លើកនៅក្នុងរយៈពេល6ខែចុងក្រោយបងប្អូនជិត700លើកដែលកម្ពុជាតវ៉ាអានេះតាមពិតជាសេចក្តីថ្លែងការណ៍របស់លោកប៉ែនបណ្ណាកាលពីថ្ងៃទី26មករាទេមែនតើជិត700លើកហ្នឹងណាគឺគាត់សម្ដៅទៅលើដូចថាមានទាំងសេចក្តីប្រកាសព័ត៌មានកំណត់ទូតតវ៉ាសេចក្តីថ្លែងការណ៍ញត្តិថ្កោលទោសលិខិតបកស្រាយឬលិខិតបំភ្លឺសំណើបន្ទាន់ការមិនទទួលស្គាល់ក្តីជូនដំណឹងនិយាយទាំងអស់ហ្នឹងគឺសរុបទៅប្រមាណជា700លើកបងប្អូនគឺគាត់ធ្វើមែនខ្ញុំឃើញរដ្ឋាភិបាលយើងគឺខំប្រឹងធ្វើគ្រប់បែបយ៉ាងលទ្ធភាពដែលអាចធ្វើទៅបានតែដល់តែពេលយើងឃើញចំនួនដល់ទៅជិត700លើកហើយអត់ទាន់មានបានប្រយោជន៍អីសោះអានេះខ្ញុំអត់ដឹងថាតើយើងគួរតែបន្តធ្វើអញ្ចឹងដដែលទៀតឬក៏យ៉ាងដូចម្ដេចទេព្រោះធម្មតាទ្រឹស្ដីរបស់លោក Albert Einstein គាត់និយាយថានៅពេលដែលយើងធ្វើអ្វីដដែលហើយរំពឹងថាបានលទ្ធផលថ្មីនោះគឺជាអំពើឆ្កួតលីលាខ្ញុំអត់និយាយថាអ្វីដែលរដ្ឋាភិបាលធ្វើហ្នឹងគឺជាអំពើឆ្កួតលីលាទេខ្ញុំអត់បានចោទប្រកាន់ពួកគាត់ថាដូច្នេះខ្ញុំចង់និយាយថាអ្វីក៏ដោយតែយើងធ្វើដដែលហើយអត់បានលទ្ធផលហើយយើងនៅបន្តធ្វើដដែលទៀតនេះគឺជាអំពើឆ្កួតលីលាទៅតាមទ្រឹស្ដីរបស់គេនឹងហើយព្រោះអីអ្វីក៏ដោយតែយើងធ្វើអត់បានផលយើងមិនអាចធ្វើដល់ទៅ700លើកបានទេយើងត្រូវតែធ្វើតាមមួយលើកពីរលើកយើងត្រូវដូរយុទ្ធសាស្ត្រភ្លាមត្រូវធ្វើអីផ្សេងទៀតដែរមិនអញ្ចឹងហ៎បើយើងធ្វើដដែលហើយបានលទ្ធផលមានតែវិធីដដែលបំផ្លាញគណៈបកសង្គ្រោះជាតិនឹងចាប់អ្នកឃុំឃាំងដាក់អ្នកសកម្មជនខ្មែរគ្នាឯងដាក់គុកដោយប្រើចោតអាបត្តិញុះញង់តើដែលយើងធ្វើដដែលហើយបានលទ្ធផលជាផ្លែផ្កាហើយកុំចាំបាច់ដូរព្រោះឲ្យតែស្អីញុះញង់ចាប់ដាក់គុកបានទាំងអស់អានឹងមានប្រសិទ្ធភាពរដ្ឋាភិបាលកម្ពុជាគួរតែធ្វើដដែលប៉ុន្តែភាពឆ្កួតលីលាមួយទៀតដែលយើងគិតថាការធ្វើដដែលរបស់រដ្ឋាភិបាលហើយរំពឹងតែលទ្ធផលថ្មីហ្នឹងគឺយើងចាប់អ្នកគេដាក់គុកដដែលហើយមានអង្គការសហប្រជាជាតិរិះគន់យើងដដែលយើងអត់ដូរដដែលហើយរំពឹងថានឹងមានអីប្រសើរអាហ្នឹងបានជាភាពឆ្កួតលីលាព្រោះអីយើងធ្វើអញ្ចឹងចាប់គេដាក់គុកគេចោទប្រកាន់គេថ្កោលទោសហើយឲ្យដោះដូរឲ្យកែប្រែយើងអត់កែប្រែយើងដោះសារដដែលយើងដោះស្រាយអត់ដោះស្រាយយើងការពារអត់និយាយការពិតដល់ពេលអញ្ចឹងទៅសហគមន៍អន្តរជាតិគេនៅតែថ្កោលទោសគេនៅតែផ្ដាច់ជំនួយគេនៅតែមិនជាមិត្តរបស់យើងគេនៅតែទុកយើងឲ្យឯកោហើយទៅយើងចាប់ផ្ដើមទៅរករឿងអីបើយើងអត់បានធ្វើអីប្លែកពីហ្នឹងផងដូច្នេះអាអំពើដដែលនេះហើយច្រើនលើកច្រើនគ្រានេះខ្ញុំអាណិតរដ្ឋាភិបាលកម្ពុជាខ្លោចចិត្តដែរ
ហេតុអីបានជារដ្ឋាភិបាលកម្ពុជាជ្រើសរើសវិធីដដែលហើយអត់បានលទ្ធផលអីសោះក្នុងរយៈពេល700លើកបងប្អូននេះមិនមែនជារឿងប្លែកលើកទី1ទេណាដែលយើងនិយាយថាគាត់ធ្វើដដែល700លើកមានអាថ្កោលទោសមានអាក្តីថ្លែងការណ៍មានអាញ៉ាត់មានអាលិខិតបកស្រាយមានអាលិខិតអំពាវនាវលិខិតអីលក្ខហ្នឹងគឺសេចក្តីជូនដំណឹងប្រកែកដាច់អហង្ការមិនអាចទទួលយកបានចំណុចអីលក្ខហ្នឹងគឺតែអញ្ចឹងរហូតក៏ប៉ុន្តែអ្វីដែលគួរឲ្យប្លែកហើយមិនធ្វើគឺការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺជារឿង700លើកដែលយើងធ្វើអត់ប្រយោជន៍ចង់និយាយចឹងណាព្រោះអីបើសិនជាប្តឹងទៅតុលាការអន្តរជាតិតែម្ដងឬក៏ ICC ម្ដង ICJ តែម្ដងគឺតែ2ដងហ្នឹងណាគឺស្មើនឹងអានេះ700គុណនឹង2ដង1400លើកចង់និយាយថាទម្ងន់ណាអញ្ចឹងអា700លើកហ្នឹងគឺយើងធ្វើគេហៅពិធីសារឲ្យគ្រប់កិច្ចទៅកុំឲ្យថារដ្ឋាភិបាលអត់បានធ្វើអីសោះប៉ុន្តែសួរថាផលបានយ៉ាងណាប៉ុន្តែបើយើងសួរវិញថាឲ្យរដ្ឋាភិបាលធ្វើយ៉ាងម៉េចឥឡូវហ្នឹងរដ្ឋាភិបាលគេអាចសួរដែរឲ្យគេធ្វើម៉េចបើថៃសម្ោចក្នុងខោហើយបើទៅវាយគេវាយមិនឈ្នះអង្គការសហជីវជាតិអត់ណាស្ដាប់យើងប្រទេសសហគមន៍ពិភពលោកគេអត់គ្រប់គ្រងខាងយើងទេគឺបានន័យថាអត់ថ្កោលទោសថៃបានន័យថាអត់គ្រប់គ្រងកម្ពុជាថាថៃឈ្លានពានយើងទេសហភាតាមិត្តភ័ក្ដិយើងដូចចិនដូចវៀតណាមអីដែលមិត្តម៉ឺនឆ្នាំប្រលេះដៃយើងឬក៏នៅស្ងៀមចាក់ខ្សែអត់ជួយយើងបានតើយើងមានអីធ្វើក្រៅពីនេះបើខ្ញុំជាមន្ត្រីរដ្ឋាភិបាលប្រហែលជាធ្វើដូចតែដដែលដែរហ្នឹងបើយើងវាអត់មានជំរើសមិនអញ្ចឹងណាទៅវាយគេក៏វាយមិនឈ្នះការទូតយើងក៏មិនជាលឹះគេអីប្រហែលសារព័ត៌មានអន្តរជាតិយើងអត់មានប្រជាជនខ្មែរយើងឆ្លោះគ្នាប្រសាចពេលដែលកំពុងតែឆ្លោះគ្នាខ្មែរយើងឆ្លោះពេលដែលឆ្លោះគ្នាជាមួយថៃខ្មែរយើងឆ្លោះគ្នាជាមួយខ្មែរអត់ត្រូវគ្នាគណៈបកប្រឆាំងអត់ត្រូវគ្នាជាមួយនឹងគណៈបកកណ្ដាលអំណាចទេព្រោះអីគណៈបកកណ្ដាលអំណាចហ្នឹងធ្វើបាបធ្វើទុកបុកម្នេញគេវាយូរពេកដល់តែពេលមានឱកាសដែលឃើញគណៈបកកណ្ដាលអំណាចដែលកំពុងកាន់ប្រទេសធ្វើឲ្យថៃឈ្លានពានដែនអធិបតេយ្យបានមកកណោវាជាឱកាសមាសសម្រាប់គណៈបកប្រឆាំងឲ្យតែគណៈបកកាន់អំណាចហ្នឹងលាយខ្សលទេព្រោះដោយសារអីគេរងចាំឱកាសដែលគេមិនអាចធ្វើអីគណៈបកកាន់អំណាចដែលធ្វើទុកបុកម្នេញគេវាបានប្រើតឡាការប្រើកងកម្លាំងប្រដាប់អាវុធដែលជារបស់ជាតិរបស់អីប្រព័ន្ធផ្សព្វផ្សាយបង្ក្រាបធ្វើបាបធ្វើទុកបុកម្នេញគេខ្លាំងពេកដល់ពេលមានឱកាសបែបនេះយើងទៅពឹងឲ្យក្រុមប្រឆាំងហ្នឹងសាទរអបអររដ្ឋាភិបាលកុំឲ្យនិយាយអាក្រក់ពីរដ្ឋាភិបាលគេឲ្យគេនិយាយពីអីបើខ្លួនឯងធ្វើប្រព្រឹត្តលើគេអយុត្តិធម៌រាប់សិបឆ្នាំអត់មានជួយរករឿងមេបកខ្លួនឯងពីការប្រព្រឹត្តអំពើអយុត្តិធម៌ដល់តែពេលមានរឿងអយុត្តិធម៌ជាមួយថៃទៅរករឿងក្រុមប្រឆាំងថាហេតុអីក៏មិនព្រមជួយនិយាយពីរឿងអីមករករឿងតាខ្មែរគ្នាឯងរដ្ឋាភិបាលខ្មែរគ្នាឯងអានេះគេថាជារឿងនយោបាយអ្នកសារព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាវាអត់វាជាអំពើដែលយើងធ្វើទេកុសលកម្មដែលយើងសាងមកដល់តែពេលយើងកំពុងទទួលផលវិញប៉ុន្តែផលហ្នឹងជាផលអកុសលកម្មគឺអំពើបាបដែលយើងប្រព្រឹត្តតាហើយដល់ពេលគេមិនជួយយើងយកក្រុមអមយថោហ្នឹងមកឃោសនាថាពួកក្រុមប្រឆាំងនេះធ្វើការជាមួយគ្នាអត់បានទេព្រោះនៅពេលដែលជាតិមានទុកជាមួយថៃឈ្លានពានយើងអត់មូលមាត់គ្នាដើម្បីវាយថៃទេយើងមករករឿងខ្មែរគ្នាឯងខ្ញុំថាការលើកឡើងនេះមិនខុសទេយើងដឹងហើយថានៅពេលដែលមានសង្គ្រាមជាមួយសត្រូវឈ្លានពានរបស់យើងគឺគោលដៅរបស់យើងគឺសត្រូវឈ្លានពានគឺយើងត្រូវសម្រួចខ្មែរគ្នាឯងនឹងឲ្យមូលមាត់គ្នាដើម្បីវាយសត្រូវឈ្លានពានដូចគ្រួសារអញ្ចឹងណាបងប្អូនពេលដែលឆ្លោះគ្នាជាមួយគ្រួសារដទៃយើងជាគ្រួសារជាសាច់ឈាមវាត្រូវតែកាន់ជើងគ្រួសារឯងហើយដើម្បីការពារប្រឆាំងមួយអ្នកដទៃនោះឲ្យឈ្នះគេព្រោះយើងឲ្យមូលមាត់គ្នាក៏ប៉ុន្តែយើងអត់ដែលសួរខ្លួនឯងទេថាគ្រួសារខ្លួនឯងនឹងដែលត្រូវគ្នាពីអង្កលមុននឹងឆ្លោះគ្នាជាមួយគ្រួសារដទៃហ្នឹងអ្នកគ្រួសារខ្លួនឯងនឹងដែលស្រឡាញ់កូនឲ្យស្មើគ្នាទេយកចិត្តទុកដាក់កូនឲ្យស្មើគ្នាទេបំផ្លាញគ្នាគ្រប់យ៉ាងឲ្យអ្នកនេះលលាយអ្នកនេះអីចឹងឲ្យឆ្លោះគ្នាកាប់ចាក់គ្នាអញ្ចឹងទៅដើម្បីខ្លួនឯងជាអាណាព្យាបាលស្រួលគ្រប់គ្រងកូនដល់តែពេលមានទុកមកដល់ត្រូវការពឹងកូនឲ្យមកជុំមូលមាត់គ្នាកូនធម្មតាជា logic ជាធម្មជាតិយើងធ្វើឲ្យកូនថ្នាក់ស្អប់គ្នាគុំគួនគ្នាមកអាយុមកហើយយើងអត់អាចមូលមាត់គ្នាបានទេអញ្ចឹងបានសុភាសិតខ្មែរតែងតែបដៅយើងថាឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតិឆ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណប់ទ្របឲ្យចោលឥឡូវយើងឆ្លោះគ្នាក្នុងគ្រួសារយើងហែក
ស្រាតកាយាបង្ហាញញាតហើយយើងជេរបតិចផ្ដាសាកកកកាយគ្នាឯងនឹងគឺថាអស់អាលីងឲ្យញាតគេដឹងអស់អារឿងកលៈកលឹកកលៀតក្រុមគ្រួសារយើងដល់តែពេលសង្គមជាតិជាជាតិសាសក៏យើងឆ្លោះគ្នាគឺលៀតកំណប់ឲ្យចៅវាយយកដីយើងបាត់នេះជាកំណប់ទ្របដ៏មហាសាលរបស់កម្ពុជាដែលអធិបតេយ្យយើងឃើញយើងបាច់បាក់គ្នាទេបងប្អូនហើយនៅពេលដែលគណៈបកប្រឆាំងគេរករឿងរដ្ឋាភិបាលកម្ពុជាដែលដោះស្រាយបញ្ហាមិនបានគឺជាឱកាសមាសរបស់គេនៅក្នុងការដែលគេប្រាប់ថាយើងធ្វើបាបគេអស់លោកដែលរិះគន់ក្រុមប្រឆាំងដែលមិនមើលអីសោះនេះនៅពេលដែលឆ្លោះគ្នាជាមួយថៃតាមពិតក្រុមប្រឆាំងដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យពួកគាត់ក៏បាននិយាយអំពីអំពើឈ្លានពានរបស់ថៃគ្រប់ម៉ាត់ដែរទេគ្មានឃើញមន្ត្រីបកប្រឆាំងណាមិនថ្កោលទោសថៃណាទេឃើញគាត់ថ្កោលទោសតវ៉ាសុំឲ្យថៃដកទ័ពសុំឲ្យសន្តិភាពសរសេរលិខិតអីទៅលោកត្រាំទៅសហគមន៍អន្តរជាតិអីដើម្បីថ្កោលទោសថៃដើម្បីអីហ្នឹងគាត់ធ្វើមកកណក៏ដឹកតែអស់លោកមើលអត់ឃើញប៉ុន្តែបើអស់លោកវិញនៅក្នុងស្រុកវិញនៅពេលដែលគេធ្វើបាបធ្វើទុកបុកម្នេញខ្មែរគ្នាឯងជាពិសេសគណៈបកប្រឆាំងសង្គ្រោះជាតិអីហ្នឹងរំលាយខុសច្បាប់រដ្ឋធម្មនុញ្ញខុសអីគេធ្វើអីក៏បានអស់លោកដេកលក់ឆឹងមិនត្រឹមតែដេកលក់ទេណាគឺអាចជ័យធ្លាក់ទឹកតែស្ករគឺថានាំគ្នាបំផ្លាញឲ្យខ្ទេចទៅហើយស្រែកជ័យឲ្យខុសជប់លៀងឲ្យតែក្រុមមួយនឹងលលាយតែជាខ្មែរគ្នាឯងខូចជាតិសាសរបស់ឯងហ្នឹងក៏យើងបំផ្លាញបានអត់ដែលនិយាយទេអត់ដែលនិយាយថាពេលដែលគណៈបកប្រឆាំងមានបញ្ហាឆ្លោះគ្នាផ្ទៃក្នុងជាមួយជាតិសាសយើងហេតុអីយើងជាខ្មែរគ្នាឯងមិនជួយការពារគ្នាផងហេតុអីបានជានាំគ្នាទៅថែមសាំងទៅលើភ្លើងចោតក្រុមប្រឆាំងហ្នឹងថាអញ្ចេះចោះទៀតយើងបង្កើតអំពើក្នុងនឹងខ្លួនឯងហើយដល់តែពេលរឿងហ្នឹងបកមករឿងព្រំប្រទល់ថៃយើងទៅយកលេសហ្នឹងតាមពិតរឿងនេះរឿងផ្លែប៉ោមនឹងក្រូចណាបងប្អូនផ្លែប៉ោមនឹងក្រូចហ្នឹងគឺរឿងអំពើអយុត្តិធម៌ដែលកើតឡើងក្នុងចំណោមសាធារណជនខ្មែរដែលគណៈបកកណ្ដាលអំណាចបំផ្លាញគេគ្រប់បែបយ៉ាងហ្នឹងគឺជារឿងប៉ោមឯរឿងក្រូចគឺរឿងថៃដែលអធិបតេយ្យអត់លីគ្នាបានទេយើងរិះគន់ថៃគ្រប់ពេលថាថៃឈ្លានពានបើចំពោះខ្ញុំណាខ្ញុំរិះគន់ថៃគ្រប់ពេលថាថៃឈ្លានពានប៉ុន្តែអត់អាចនឹងខាននឹងរិះគន់រដ្ឋាភិបាលដែលប្រព្រឹត្តអំពើផ្ដេសផ្ដាស់កន្លងមកហ្នឹងថាទុកឲ្យបានសោះព្រោះដោយសារអីវាជារឿងក្រូចនឹងប៉ោមព្រោះជួនកាលដោយសារតែរបៀបដឹកនាំរដ្ឋហ្នឹងហើយបានជាធ្វើឲ្យយើងខ្សោយអញ្ចឹងហើយយើងនៅទទួលថាអូល្អហើយមិនអីទេគេខំប្រឹងធ្វើមិនធ្វើបានតែប៉ុណ្្នឹងវាមិនមែនអញ្ចឹងទេរដ្ឋាភិបាលគឺជាការទទួលខុសត្រូវបើយើងធ្វើមិនកើតយើងទុកឲ្យអ្នកណាគេធ្វើទៅហើយទទួលថាជាកំហុសឆ្គងហើយយើងបន្តដំណើរទៅវិញតើយើងកែរចនាសម្ព័ន្ធឬកែតម្រង់យ៉ាងម៉េចដើម្បីឲ្យយើងមានព្រៀបមានការហើយមកដល់ម៉ោងហ្នឹងគឺយើងត្រូវការឲ្យមានការបង្រួបបង្រួមជាតិក៏យើងធ្វើមិនបានបង្រួបបង្រួមជាតិនឹងមានដែរទៅឲ្យក្រុមលលកតាក់គ្នាអញ្ចឹងមកយកមកចោះចូលសុំទោសក្រាបលូនអោបថើបអីអញ្ចឹងទៅតែក្រុមណាដែលមកយកទៅសងក្បាលមិនជាប់មេឃជើងមិនជាប់ដីអីអញ្ចឹងបលឹមបឡំទៅបកប្រឆាំងតិចបកការអំណាចតិចទៅរត់មកអីអញ្ចឹងទៅយកអាហ្នឹងជាលេសថាជាការផ្សះផ្សាជាតិអីអញ្ចឹងតែការពិតដុំកំភួនក្រុមគណៈបកប្រឆាំងដូចជាមន្ត្រីបកប្រឆាំងជាច្រើនជាប់ទោសមកកណក៏ដឹកតែទៅស្រុកខ្មែរវិញអំពាវនាវសុំចូលទៅយ៉ាងម៉េចក៏អត់ឲ្យចូលគឺដូចថាវាជាទឹកនឹងប្រេងខ្លួនឯងអត់ដែលផ្សះផ្សាហ្នឹងបានផងឲ្យទៅពឹងគេឲ្យផ្សះផ្សាខ្ញុំជឿថាអានេះគឺជាការពិបាកមែនតើនៅពេលដែលយើងអប់រំមនុស្សថាកុំឲ្យជក់បារីខ្លួនឯងមួយថ្ងៃ3កញ្ចប់ហ្នឹងតើយើងទៅបណ្ដៅគេយ៉ាងម៉េចនៅពេលដែលយើងណែនាំប្រាប់ថាផឹកស្រាខូចថ្លើមយើងដកមេរាល់ព្រឹកអត់មានទេសវឹងខុបពីល្ងាចសវឹងអស់ចិត្តព្រលឹមឡើងដាក់ទឹកតែកន្លះផ្តិលសវឹងមួយសាទៀតព្រោះអាជាតិស្រាហ្នឹងវានៅក្នុងពេញខ្លួនហើយយើងទៅប្រាប់គេថាកុំផឹកស្រាវាមិនល្អប៉ះពាល់សុខភាពវាពិបាកណាស់បងប្អូនដូច្នេះយើងធ្វើអីក៏ដោយយើងត្រូវមើលពីខ្លួនឯងទៅមុននឹងប្រាប់ថាតើគេយ៉ាងម៉េចហើយអ្នករិះគន់របស់រដ្ឋាភិបាលដែលជាឃោសនិករបស់រដ្ឋាភិបាលកម្ពុជាអស់លោកបន្តរិះគន់ទៀតទៅអត់អីទេវាជាការងារអាជីពរបស់អស់លោកទៅហើយនៅក្នុងការដែលចេះតែនាំគ្នាថាអញ្ចឹងទៅដើម្បីឲ្យមានភាពព្រោះហើយយូរមកយកមួងណារ៉េតនឹងទៅប្រៀបធៀបជាមួយបុគ្គលនេះបុគ្គលនោះថាខ្ញុំនឹងជាអ្នកផ្សាយព័ត៌មាននិយាយក្នុងការកាន់ជើងថៃវាយប្រហាររដ្ឋាភិបាលកម្ពុជាអស់លោកប្រឹងទៀតទៅអស់លោកកុំមើលអ្វីដែលជាសច្ចយុត្តិធម៌អំពើពិតថាអ្វីដែលរដ្ឋាភិបាលកម្ពុជាបាន